ហើយខ្ញុំជឿថាក៏មានមួយផ្នែកទៅឲ្យការដែលប្រជាពលរដ្ឋយើងឥឡូវចាប់អារម្មណ៍រឿងកីឡាបាទសុខភាពជាគោលមួយហើយប៉ុន្តែបាទឥឡូវនៅទីសួនសាធារណៈហើយតាមខេត្តរាជធានីបានរៀបចំច្រើនហើយខ្ញុំសូមអរគុណណាស់ហើយសរសើរទៅដល់ខេត្តរាជធានីដែលបានរៀបចំកន្លែងសម្រាប់ប្រជាពលរដ្ឋយើងបាទកន្លែងប្រជាពលរដ្ឋយើងហាត់កីឡាហាត់ប្រាណបាទមិនថាហាត់ក្បាច់អីទេចង្កាល់ដាក់តាមញេមួយ Madison ក៏បានដែរកីឡាដូចតែគ្នាប៉ុន្តែវាបញ្ចេញកម្លាំងធ្វើឲ្យបែកយើបញ្ចេញកម្លាំងធ្វើឲ្យបែកយើចេញជាតិពុលសុខភាពរបស់ប្រជាពលរដ្ឋយើងកាត់បន្ថយការឈឺថ្កាត់ព្រោះឈឺថ្កាត់នេះបន្ទុកធ្ងន់ណាស់បន្ទុកទី1គ្រួសារបន្ទុកខ្លួនឯងត្រូវចាយលុយទៅលើថ្នាំចាយលុយទៅលើថែទាំសុខភាពអញ្ចឹងបើសុខភាពកីឡាបានរបបយើងជួយបានច្រើនអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យបន្តបន្ថែមទៀតនៅក្នុងការកសាងនិងលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនលើការហាត់កីឡានេះបាទរៀបចំហេដ្ឋារចនាសម្ព័ន្ធទីកន្លែងឲ្យល្អបាទឃើញខេត្តច្រើនខ្ញុំទៅបាទជិះកាត់អីហ្នឹងឃើញទៅជាឥឡូវគេប្រកួតប្រជែងគ្នាខេត្តមួយប្រកួតប្រជែងរៀបចំសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋកីឡាពីមុនយើងការខ្ញុំនៅក្មេងមានតែសួនមានឯករាជ្យសួនវត្តភ្នំហើយដីក្រហមភ្លៀងមកម្ដងគឺថាពិបាកបន្តិចហើយសន្តិសុខពីកាលមុនក៏មិនសូវដែរបាទឥឡូវម៉ោង4ម៉ោងអីប្រជាពលរដ្ឋទៅហាត់អស់អ៊ំលោកយាយអីគាត់សម្រាប់អត់បានគាត់ទៅហាត់បាទក្មេងៗខ្លះមិនទាន់គេងផងទៅចេញពីក្លឹបបាទណាដូចត្រូវផ្ទះដៃខាងក្រោយគ្រូកីឡាអញ្ចឹងដែរទេឬមួយម៉ោង3ម៉ោង4ងើបហាត់ពួកយើងងើបហាត់ទេ